នេះគឺជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរ Malaysia Airlines Malaysia Airlines នេះគឺហោះហើរមកពីទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីមកកាន់ទីក្រុងភ្នំពេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោMalaysia Airlines ក្រុមហ៊ុនអាកាសចរជាតិរបស់ប្រទេសម៉ាឡេស៊ីយើងបានឃើញហើយគឺទង់ជាតិដែលមានពណ៌ខៀវនិងពណ៌ក្រហមហើយស៊ូមឲ្យគៀកបន្តិចដើម្បីឲ្យបងប្អូនឃើញបាទជាយន្តហោះប្រភេទ Boeing 373បាទហើយ Malaysia Airlines នេះគឺជាយន្តហោះខនាតតូចជាយន្តហោះរបស់ក្រុមហ៊ុន Boeing 737យន្តហោះ737នេះធ្លាប់មានរឿងកាលពីមុនដែលបាត់ខ្លួនកាលពីមុនណាMalaysia Airlines ស្រស់ស្អាតណាស់បាទនោះគឺ Air Asia កំពុងតែចាយចេញ Air Asia Thailand ណាកំពុងតែចាយចេញខណៈដែល Malaysia Airlines កំពុងតែចាយចូល